រកពេលដែលខ្ញុំចូល scan QR ឬក៏បើក QR គេ scan ម្ដងបងប្អូនគេឆ្ងល់ខ្ញុំគ្រប់គ្នាថាតើធ្វើមិនអាចដាក់ QR ឬក៏កម្មវិធី ACDA នៅលើអេក្រង់ចឹងបានធំអញ្ចឹងងាយស្រួលអាហ្នឹងមិនខ្ញុំកាត់តណាបងប្អូនទាំងអស់គ្នាអាហ្នឹងគេហៅថាផ្ទាំង widget ឬក៏ ACDA widget អញ្ចឹងបងប្អូនទាំងអស់គ្នាក៏អាចដាក់បានដែរងាយទេតែមើលតាមវីដេអូរបស់ខ្ញុំណាអញ្ចឹងយើងធ្វើការចូលមកលើ home screen លើអេក្រង់របស់យើងហ្នឹងរួចចុចវាជាប់មកនេះនឹងឃើញពាក្យថា edit នៅខាងលើនេះជ្រុងខាងឆ្វេងហ្នឹងខ្ញុំចុចទៅលើ edit ហើយមានពាក្យថា add widget ហើយបងប្អូនចូលទៅកន្លែង set widget ហ្នឹងមកធ្វើការវាយ ACDA នេះវាយទៅ AC មកចេញ ACDA អញ្ចឹងនៅក្នុងហ្នឹងមាន ACDA អត្រាប្តូរប្រាក់និង app ACDA អញ្ចឹងបើបងប្អូនចូលចិត្តមើលអត្រាប្តូរប្រាក់ជាប្រចាំបងប្អូនអាចដាក់ទៅហើយបើសិនជាចង់ចូលប្រើប្រាស់កម្មវិធី ACDA ហ្មងយើងយកខាងស្ដាំមិញឥឡូវខ្ញុំសាកដាក់ជាមួយនឹងអត្រាប្តូរប្រាក់អញ្ចឹងឃើញទេបងប្អូនវាចេញរូបរាងបែបហ្នឹងឥឡូវខ្ញុំធ្វើការផ្លាស់ប្ដូរវិញម្ដងខ្ញុំធ្វើការ remove widget នឹងចេញអូខេបន្ទាប់ពីលុបរួចរាល់ហើយខ្ញុំធ្វើការចុចសង្កត់វាម្ដងទៀតចុចទៅលើពាក្យ edit add widget អូខេ search ACDA នេះវាយទៅ AC ចេញហើយចូលទៅកាន់ ACDA ផ្ទៃពណ៌ខៀវនេះវានឹងបង្ហាញរូបរាងបែបនេះមាន QR ហើយនឹងមានកន្លែងបើកចូល scan QR ចូលប្រើប្រាស់ app អញ្ចឹងចុចខាងឆ្វេងនឹងមកយើងអាចចូលប្រើប្រាស់មុខងារផ្សេងបានហើយបើចុចនៅខាងស្ដាំនេះវិញវានឹងបង្ហាញផ្ទាំង QR ធំឲ្យយើងអញ្ចឹងយើងអាចបដូរទៅដុល្លាររៀលអីតាមចិត្តចង់បានណាឥឡូវនេះខ្ញុំសាកចុចទៅលើកន្លែងពាក្យថាទូទាត់ QR វិញម្ដងវានឹងបង្ហាញបែបនេះបន្ទាប់ពីយើងវាយ password ឬក៏ scan មេដៃ scan មុខអីចឹងទៅអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានដល់ចប់ហើយសង្ឃឹមថាអាចធ្វើបានទាំងអស់គ្នាបាយបាយ